ក្រសួងព័ត៌មានបង្កើតរូបមន្ត3កុំ1ការពារដល់សិស្សានុសិស្សនៅបាត់ដំបងដើម្បីការពារខួរក្បាលពីជាតិពុលនៃព័ត៌មានคล้ายៗការអាននិងទទួលព័ត៌មានคล้ายៗច្រើនពេកអាចធ្វើឲ្យខួរក្បាលមនុស្សគិតតែរឿងអវិជ្ជមាននេះជាការគូសបញ្ជាក់របស់ឯកឧត្តមជាលីសែអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៅក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានយុទ្ធនាការដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបងនេះបានរៀបចំឡើងនៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនភ្នំសំពៅស្រុកបាណន់កាលពីព្រឹកថ្ងៃទី5ខែសីហាឆ្នាំ2026ដើម្បីទប់ស្កាត់គ្រោះថ្នាក់ Digital នេះឯកឧត្តមជាលីសែបានចែករំលែកនៅវិធីសាស្ត្រការពារខ្លួនដ៏មានប្រសិទ្ធភាពគឺ3កុំ1ការពារដល់សិស្សានុសិស្ស3កុំឃើញព័ត៌មានកុំតន់ជឿកុំតន់ចែករំលែកកុំប្រហែស1ការពារខ្លួនឯងគ្រួសារនិងសង្គមជាតិដោយបង្កើនអក្ខរកម្មព័ត៌មាននិងការត្រួតពិនិត្យប្រភពឲ្យបានច្បាស់លាស់ឯកឧត្តមបានបន្ថែមថាយុវជនក្នុងយុគសម័យទំនើបត្រូវប្រើប្រាស់ទូរស័ព្ទក្នុងស្មារតីវិជ្ជមានដើម្បីអភិវឌ្ឍការរៀនសូត្រនិងជំនាញជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់ព័ត៌មានបោកប្រាស់ឬញុះញង់ដែលបំផ្លាញកេរ្តិ៍ឈ្មោះជាតិនិងសណ្ដាប់ធ្នាប់សង្គមជាមួយគ្នានេះលោកហេងវ៉ានីអភិបាលរងខេត្តបាត់ដំបងបានលើកឡើងថាការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗមិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយតែម្នាក់ឯងនោះទេវាទាមទារឲ្យមានការរួមដៃគ្នាពីគ្រប់ភាគីជាពិសេសការបង្កើតវប្បធម៌ថ្មីមួយគឺមុននឹងជឿត្រូវគិតមុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់មុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវគួរបញ្ជាក់ថាយុទ្ធនាការនេះរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តបាត់ដំបងដោយមានការចូលរួមពីលោកសវណ្ណវិទិត្យាប្រធានមន្ទីរព័ត៌មានខេត្តតំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សយ៉ាងច្រើនកុះករដោយរដ្ឋបាលខេត្តបានបដិញ្ញាជំរុញឲ្យសិស្សានុសិស្សក្លាយជាទូតសុឆន្ទៈក្នុងការបណ្ដុះបណ្ដាលស្មារតីទទួលខុសត្រូវលើការប្រើប្រាស់បណ្ដាញសង្គម